ខ្ញុំខាងមកលេងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រផ្នំម្ដងប្រហែលជា5ឆ្នាំហើយពេលខ្ញុំមកលើកនេះម្ដងទៀតខ្ញុំសង្កេតឃើញថានៅទីនេះឥឡូវគេរៀបចំបានល្អខ្លាំងមែនទែនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីប្រវត្តិសាស្ត្រខ្លះៗព្រមទាំងទស្សនវិជ្ជាជាក់ស្ដែងទាក់ទងទៅនឹងតំបន់រមណីយដ្ឋានភ្នំឧដុង្គតោះកុំឲ្យខាតពេលយូរទៅមើលជាមួយខ្ញុំទាំងអស់គ្នាឃើញថានៅតាមផ្លូវចូលទៅភ្នំឧដុង្គមានភាពខុសប្លែកច្រើនពីលើកមុនហើយនៅទីនេះឥឡូវសម្បូរភ្ញៀវទេសចរទៅលេងជាច្រើនជាពិសេសនៅថ្ងៃចុងសប្តាហ៍ជាមួយគ្នានេះដែរនៅទីនេះគឺមានតូបលក់អាហារជាច្រើនរាប់រយមុខជាពិសេសគឺអាហារបែបស្រុកស្រែនឹងមកដែលមានដូចជាក្តាមខ្យងកង្កែបមាន់អាំងខ្មុំប្រហុកអីនឹងជាដើមបើនិយាយពីតម្លៃនៃអាហារនៅទីនេះវិញខ្ញុំគិតថាតម្លៃអាហារគឺវាមិនថោកនោះទេហើយក៏មិនថ្លៃខ្លាំងនោះដែរបន្ទាប់ពីពួកខ្ញុំបានដើរទិញអាហារនិងបានញ៉ាំអាហាររួចពួកខ្ញុំក៏បានចាប់ផ្ដើមដើរឡើងតាមកាំជណ្ដើរដើម្បីឆ្ពោះទៅលើកំពូលភ្នំនេះគឺមានឈ្មោះរហូតដល់3ឯណោះដែលមានឈ្មោះដូចជាភ្នំឧដុង្គភ្នំព្រះរាជទ្រព្យឬក៏ភ្នំអត្តរសហើយភ្នំមួយនេះគឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ5ដែលយើងជិះចូលទៅក្នុងប្រហែលជា3គីឡូម៉ែត្រតែប៉ុណ្ណោះរមណីយដ្ឋានភ្នំឧដុង្គមានទីតាំងស្ថិតនៅក្នុងឃុំផ្សារលើដែកឃុំភ្នំបាទស្រុកពញាឮខេត្តកណ្ដាលហើយទីនេះបានក្លាយទៅជាតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិដ៏ល្បីប្រចាំខេត្តកណ្ដាលផងដែរដែលមានចម្ងាយត្រឹមតែ40គីឡូម៉ែត្រតែប៉ុណ្ណោះពីរាជធានីភ្នំពេញលើសពីនេះទៅទៀតឧដុង្គជាខ្សែភ្នំមួយដែលលាតសន្ធឹងពីជើងទៅត្បូងប្រវែង1500ម៉ែត្រនិងទទឹង700ម៉ែត្របើយើងសាកគិតទៅមើលពីអតីតកាលក្នុងរយៈពេល400ឆ្នាំមុននោះយើងនឹងឃើញថាភ្នំឧដុង្គឬក៏ភ្នំព្រះរាជទ្រព្យគឺជាអតីតរាជធានីខ្មែរនាសតវត្សទី17ចាប់ពីឆ្នាំ1618ដល់1866ដែលត្រូវបានបដូររាជធានីមកជាទីក្រុងភ្នំពេញសប្តាហ៍ថ្ងៃដោយព្រះបាទនរោត្តមនៅឆ្នាំ1866នៅទីនេះគឺជាទីកន្លែងដែលព្រះរាជានាសម័យនោះធ្វើឡើងដើម្បីបញ្ចុះព្រះអដ្ឋិនៃព្រះរាជវង្សានុវង្សហើយនៅទីនេះទៀតសោតក៏មានតម្កល់នៅព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធដែលជាព្រះបរមគ្រូនៃយើងព្រះសារីរិកធាតុនេះគឺតម្កល់នៅព្រះចេតិយសក្យមុនីចេតិយដែលកាលពីមុនព្រះសារីរិកធាតុនេះគឺតម្កល់នៅចេតិយខាងមុខស្ថានីយ៍រាជាស្ម័យយានភ្នំពេញហើយបន្តមកទៀតព្រះករុណាព្រះបាទសីហនុនិងព្រះអគ្គមហេសីបានដំហែមកតម្កល់នៅទីនេះនាខែធ្នូឆ្នាំ2002តាមចិន្តាចុះទៅចង្កេះភ្នំយើងឃើញមានចេតិយធំចំនួន2ដែលចេតិយទាំងនេះគេហៅថាចេតិយទន្ទឹមចេតិយទន្ទឹមខាងកើតគឺជាចេតិយដែលព្រះអង្គច័ន្ទកសាងឡើងនៅគ្រិស្តសករាជ1798ដើម្បីបញ្ចុះព្រះអដ្ឋិរបស់ព្រះបាទព្រះអង្គឯងដែលជាព្រះវររាជបិតារបស់ទ្រង់ចំណែកឯចេតិយទន្ទឹមខាងលិចវិញគឺជាចេតិយដែលព្រះបាទចៃជេដ្ឋាទ្រង់បានកសាងឡើងនៅគ្រិស្តសករាជឆ្នាំ1623ដើម្បីបញ្ចុះព្រះអដ្ឋិរបស់ព្រះបាទសត្ថាដែលជាព្រះបេតុលារបស់ទ្រង់មិនត្រឹមតែប៉ុណ្ណោះនោះទេនៅម្ខាងទៀតនៃចេតិយសក្យមុនីចេតិយគេឃើញមានចេតិយមួយទៀតដែលមានឆ្លាក់រូបដំរីផុសចេញក្បាលធំៗហើយត្រូវបានគេហៅថាចេតិយដំរីសំពិនចេតិយនេះត្រូវបានកសាងឡើងនៅឆ្នាំ1623ដោយព្រះបាទជ័យជេដ្ឋាដើម្បីបញ្ចុះព្រះបរមអដ្ឋិនៃព្រះបាទស្រីសុរិយោពណ៌ដែលជាព្រះវររាជបិតារបស់ទ្រង់នៅជាប់នឹងចេតិយដំរីសំពិននេះគេក៏ឃើញមានចេតិយមួយទៀតដែលចេតិយនេះត្រូវបានកសាងឡើងនៅគ្រិស្តសករាជ1891ដោយព្រះបាទសម្ដេចព្រះនរោត្តមដើម្បីបញ្ចុះព្រះបរមអដ្ឋិនៃព្រះបាទអង្គឌួងដែលជាព្រះវររាជបិតារបស់ទ្រង់ផងដែរចុះទៅតាមកម្មចន្ទថ្មទៅខាងត្បូងបន្តិចគឺមានចេតិយមួយទៀតចេតិយនេះគឺជាចេតិយរបស់ព្រះករុណាព្រះបាទស៊ីសវត្តមុនីវង្សព្រះចេតិយនេះត្រូវបានកសាងឡើងតាមរចនាបថខ្មែរយ៉ាងល្អវិចិត្រហើយខ្ពស់សន្លឹមនៅលើកំពូលភ្នំនិងមានព្រំមុខ4នៅចុងកំពូលដែលតំណាងឲ្យព្រហ្មវិហារធម៌ទាំង4គឺមេត្តាករុណាឧបេក្ខានិងមុទិតាឥឡូវនេះគឺពួកយើងបានបញ្ចប់ការទស្សនានៅក្នុងភ្នំឧដុង្គហើយឥឡូវហ្នឹងគឺពួកយើងនៅកណ្ដាលផ្លូវកំពុងតែធ្វើដំណើរចុះទៅក្រោមវិញបាយបាយ